Bà sơ sơ đây bà bọn nọc nhé. Bà lần này dương mà chụp này để thấy tiện tôn tình nâng ca sức xá sẵn này từ xá chân. Bà này chia video tị bay hai bà. Chẳng là xâm rạp bọc ôn đây mình tuần mơ video tì môi tì phí. Chẳng những ai tầm mơ sẵn. Đừng bây giờ dương chết tiện tôn tình nâng sẵn vì đầm bồn màu bà. Chẳng có mấy khách bê vì lý. Dương khả năng dương nâng riêng chạp vì lệch 25 ដល់លេខ 39 បាទយើងបញ្ចប់នៅស្រៈផ្សំរបស់យើងមកណាបាទអូខេតោះអញ្ចឹងចាប់ផ្ដើមមកគ្នាអញ្ចឹងលេខ 25 យើងអានថាស្រៈអ៊ែបាទស្រៈអ៊ែស្រៈអ៊ែនឹងដែរវាមានស្រៈពីរបញ្ចូលគ្នាគឺមានស្រៈអ៊ីនិងស្រៈអាបាទស្រៈអ៊ីនិងស្រៈអាហ្នឹងវាមានពីរបញ្ចូលគ្នាប្រកបទៅគឺអានទៅជាស្រៈអ៊ែស្រៈអ៊ែប៉ុន្តែវាមានសំឡេងអាចង់ចឹងណាបាទស្រៈអ៊ែអញ្ចឹងយើងអាចយកជនជំនៈឈីមកប្រកបជាមួយនឹងស្រៈអ៊ែចឹងអានថាឈីអ៊ែឆាសំឡេងទី1ឆាបាទឈីអ៊ែឆាសំឡេងទី2ឆាបាទឈីអ៊ែឆាសំឡេងទី3ឆាឈីអ៊ែឆាសំឡេងទី4ឆាឈីអ៊ែសំឡេងទី5ឆាបាទអូខេអញ្ចឹងនេះជាស្រៈទី25របស់យើងណាឥឡូវនេះយើងចូលដល់ស្រៈទី26បាទស្រៈទី6យើងអានថាយ៉ាវបាទយ៉ាវអូខេបាទសម្រាប់ស្រៈនេះគឺវាមានដល់ទៅ3អក្សរបញ្ចូលគ្នា3ស្រៈបញ្ចូលគ្នាអញ្ចឹងវាមានស្រៈអ៊ីស្រៈអានិងស្រៈអបញ្ចូលគ្នាអញ្ចឹងយើងអានមកយើងអាចប្រកបថាអ៊ីអោយ៉ាវអញ្ចឹងណាអ៊ីបូកស្រៈអោអញ្ចឹងទៅអ៊ីអោអោបាទអានថាស្រៈអោបាទយើងមានជនជំនៈប្រកបគឺអក្សរជីបាទជីអោចៅសំឡេងទី1ចៅបាទជីអោចៅសំឡេងទី2ចៅបាទជីអោសំឡេងទី3ចៅបាទជីអោចៅសំឡេងទី4ចៅបាទជីអោចៅសំឡេងទី5ចៅបាទអូខេបាទអញ្ចឹងយើងបញ្ចប់ហើយបាទស្រៈទី26ឥឡូវយើងចូលដល់ស្រៈទី27បាទ27ហ្នឹងបាទស្រៈហ្នឹងយើងអានថាស្រៈអ៊ីនបាទស្រៈអ៊ីនស្រៈអ៊ីនយើងមាន3ព្យាង្គបញ្ចូលគ្នាមានស្រៈអ៊ីស្រៈអានហើយស្រៈអានណាស្រៈអានមកយើងបានរៀនពីមុនហើយអញ្ចឹង A និង N អានថាអានអញ្ចឹងយើងអាចប្រកបបញ្ចូលគ្នាទៅអាចប្រកបថា E អាន E អាន E អានទៅជា អានអានអញ្ចឹងស្រៈអានអញ្ចឹងទៅបាទហើយនៅក្នុងនេះយើងយកជនជំនៈយីមកប្រកបបាទនៅគ្នាសូមមើលតិចបាទយើងសូមមើលកន្លែងនេះបន្តិចនៅពេលដែលខ្ញុំយកជនជំនៈយីមកប្រកបប៉ុន្តែនៅពេលដែលគេសរសេរបែរជាគេលុបអក្សរ I ចេញមើលថាលុបស្រៈ E ចេញហ្នឹងឯងបាទហើយនៅសល់តែ ANG ទេនៅសល់តែ AN ទេ AN ហ្នឹងអានថាអានមែនអត់បាទប៉ុន្តែក្នុងការអានចំណុចនេះគេអត់អានយ៉ាន់ទេអ្នកគ្នាគឺគេអានរក្សាសំឡេងស្រៈ E ដដែលអញ្ចឹងគេអានថាយៀនអានថាយៀនណាចុះសួរថាបាត់ស្រៈ I តាណាដែលគេលក់បាត់ស្រៈ E តាណាដែលគេនៅពីមុខស្រៈ E ហ្នឹងបាទបាត់តាណាកន្លែងហ្នឹងគឺគេសម្រួលចេញហេតុអីគេសម្រួលចេញគឺដោយសារតែអក្សរ Y ហ្នឹងវាមានសំឡេង E ហើយបូកនឹងអាស្រៈ E នេះទៀតវា E ដូចគ្នាអញ្ចឹងគេសម្រួលចោលអញ្ចឹងនៅសល់តែប៉ុណ្្នឹងទេអញ្ចឹងអ្នកខ្លះគាត់អានច្រឡំអានថាយ៉ាន់ដោយសារតែគិតឃើញ Y ដាក់ស្រៈអានមែនអត់អានឡើយហ្នឹងគឺអត់មែនទេគឺយើងអានថាយៀនបាទចំណាំណាអញ្ចឹងឲ្យតែអក្សរ Y ប្រើជាមួយស្រៈនេះគឺយើងអានថាយៀនមិនមែនអានថាយ៉ាន់ទេអូខេតោះចាប់ផ្ដើម YN សំឡេងទី1យៀនបាទ YN សំឡេងទី2យៀនបាទ YN សំឡេងទី3យៀនបាទ YN សំឡេងទី4យៀន
bà di yên lên tí pram yên ok bà trên chỗ đó bịa thì sạ thì phải bảy hà thì bảy những ăn thật sạ yang bà sạ yang chân miền ý bộ nằng ăn mà an chín ăn á bà chân ăn nó y áng rồi chia yang nằng ai nè chứ nhưng mưa cao và cóp nhưng vô soi di được đái bà chứ những ca nhưng mưa ca sẽ bỏ kề bà cứ việc lúc đôi nâng lệnh phải bờ mình chẳng lúc sạ y chào bà chẳng đây là sư bây giờ mình chẳng cái lúc chó để xa tái vì miếng sầm lấy y để khné cho mình là sau vài nâng bà chứ dịp cọt vô tới bà chẳng mình ăn thầy rắn ăn thầy vì sự điên bằng giang để bật thành dân án vì mình thà dân mình thay dân mày ăn giang tí tại vì ăn lẹt nè miếng sầm lấy y bình tĩnh mất ra vậy bà nó ăn là giang mà rắn đều có mốt di ăn giang bà tí phí di ăn giang lên tí pi lại mình đó bà cho lên tí bấy di ăn lên tí bay giảm bà di ăn lên tí buôn dạ bà lên tí pram di ăn lên tí pram giang ok họ lấy giờ bị chọc nờ sạ thì phải bấy dân chỗ đó sạ tí mà phải bằng buồn mà sạ tí mà phải buồn thì đái dân an thá sông bà thì anh vậy thá sông rất là sạ dông các bạn anh là sạ dông lại nắng á mà sạ giống chứ sạ dông ní dân ai cóp chung với nâng so di đại bà so di đại bây giờ có chừng một chút gì đẹp xinh các bạn này đọc nè ta là sư trong giờ so di được so vài đấy một có ở bàn tròn tí ở dựng dùn đó bà lấy dân mơ ca sẽ bọc cái lúc so y cho tiết hai bà để xa từ miền sầm lấy để so vài này so di nè bà chấm dân ăn dịp cọp máu di on yong bà lên tí môi yong bà di ông sầm lên tí pi dũng bà di ông sầm lên tí bay dũng bà di ông sầm lên tí buôn dũng di ông sầm lên tí pam dũng ok họ lấy cho đầu sạ tí sam sấp bà tí sam sấp ta nói rằng an tha sạ oa mà vì mình sầm lên an trong cõi ú bộ oa bà chẳng oa nó cứ dân ai cọp cho mùi nâng chôn chỉ nè sư bà cái gì nè sư chẳng dân mới sư đã là oa an thà xoa bà xoa sư oa xoa xong lên tí môi xoa bà sư oa xong lên tí pi xóa bà sư oa xong lên tí bay xóa bà sư oa xong lên tí buôn xoa bà sư oa xong lên tí pram xoa ok hả đó ở lấy dân chốt đó xạ tí sam sập mũi an tha xạ oa đáy tay mình sầm lên o khẩn chồng chứ mình tham miền ú đừng o bị chỗ kia chẳng đi khâu kia bình tĩnh đó bà ở lấy sam sầm mới dân an thá oaแต่เราไปเลยสามมุ้ยนี่เลยสามมุ้ยอันท่าอัวmình làm lệnh uổng chẳng chóng đó bà chứ ai phải cho một chút chuyện chữ bà chữ uo chua rồi lên tí môi chua chữ uo rồi lên tí pi chua chữ uo rồi lên tí bay chua chữ uo rồi lên tí buôn chua chữ uo rồi lên tí pram chua hả ở đây chỗ đó sạ tí sam sập pi bà sạ tí sam sập pi riêng an thà oai bà u ai oai u bột là ai bà u ai oai từ chết là oai chứ những aiประกอบtrong một chuyện này sư là bà sư đã là oai xoay bà xoay lên tí mối xoay sư oai lên tí pi xoay sư oai lên tí bay xoay
sư y សំឡេងទី4 xoay sư y សំឡេងទី5 xoay ហើយឥឡូវយើងចូលដល់ស្រៈទី33បាទអានថាស្រៈវ៉ាន់បាទអ៊ូអានអ៊ូបូកអានបាទអ៊ូអានអានថាវ៉ាន់ហ្នឹងឯងណាចុះយើងអាចយកជនជំនះអ៊ូមកប្រកបអូខេអ្នកគ្នាបាទអញ្ចឹងកន្លែងនេះយើងត្រូវចំណាំទៀតហើយយើងមើលការសរសេរគេសេអ៊ូបូកស្រៈវ៉ាន់ប៉ុន្តែគេលុបអក្សរ U នោះចោលមានថាលុបស្រៈ U នោះចោលហើយដែលគេលុបដោយសារតែអក្សរ W នេះវាមានសូរសំឡេង U អញ្ចឹងអាហ្នឹងក៏អក្សរ U ក៏មានសំឡេង U ដែរអញ្ចឹងគេលុបចោលហើយអញ្ចឹងនៅសល់តែស្រៈអានទេប៉ុន្តែដល់ពេលដែលយើងអានយើងកុំអាន U ដាក់ស្រៈអានចំពេកបាទយើងគិតអានថាវ៉ាន់អញ្ចឹងណាកុំឲ្យវ៉ាន់ពេកណាកាលណាយើងអានវ៉ាន់វាធ្វើឲ្យយើងតង់អត់ច្បាស់ហ្នឹងទៅបាទតែវាមិនខុសទេណាគឺវាទៅដូចគ្នាបាទប៉ុណ្ណឹងវាស្លាប់បានហើយវ៉ាន់អីទេណាបាទតោះចាប់ផ្ដើមអានបាទអ៊ូអានវ៉ាន់បាទអ៊ូសំឡេងទី1វ៉ាន់បាទអ៊ូអានសំឡេងទី2វ៉ាន់អ៊ូអានសំឡេងទី3វ៉ាន់អ៊ូអានសំឡេងទី4វ៉ាន់អ៊ូអានសំឡេងទី5វ៉ាន់វ៉ាន់បាទអូខេឥឡូវចូលដល់ស្រៈទី34បាទយើងអានថាស្រៈវងបាទស្រៈវងបាទស្រៈវងនេះដែរយើងអាចប្រកបជាមួយនឹងជនជំនះខឿបាទខឿវងសំឡេងទី1ខ្វាំងបាទខឿវងសំឡេងទី2ខ្វាំងបាទខឿវងសំឡេងទី3ខ្វាំងខឿវងសំឡេងទី4ខ្វាំងខឿវងសំឡេងទី5ខ្វាំងបាទអូខេហើយយើងចូលដល់ស្រៈទី35ស្រៈអឿនបាទអ្នកគ្នាមើលទៀតបាទអឿននេះត្រូវអានថាអៀនប៉ុន្តែមានមិត្តមូលវាបន្តពីអញ្ចឹងណាចេញអានថាអឿនបាទអូខេយើងមើលការប្រកបជាមួយជនជំនះយើងយកអក្សរយីមកប្រកបទៀតបាទអក្សរយីអូខេដល់គ្នាអញ្ចឹងយើងមើលការសរសេរយើងមានសង្កេតឃើញអីទេក្នុងការសរសេរឧទាហរណ៍នេះវាបាត់បតពីលើអក្សរត្រអ៊ីហ្នឹងអក្សរយូណាបាត់បតពីលើអញ្ចឹងហើយអានបាត់ដោយសារតែអត្ថបតពីមានសំឡេងអ៊ីអញ្ចឹងអក្សរវាយវាមានសំឡេងយីដែរអញ្ចឹងវាលុបគេសម្រួលចោលហើយតែយើងរក្សានៅមិត្តមូលដែរបាទមិត្តមូលដែរតោះចាប់ដើមយីយួនសំឡេងទី1យួនយីយួនសំឡេងទី2យួនយីយួនសំឡេងទី3យួនយីយួនសំឡេងទី4យួនយីយួនសំឡេងទី5យួនបាទអូខេអ្នកគ្នាឥឡូវនេះយើងមកមើលស្រៈទី36បាទស្រៈទី36នេះគឺយើងជាលក្ខណៈថាយើងសរសេរជនជំនះភ្ជាប់ទាំងម្ដងអញ្ចឹងណាពិតទៅស្រៈកន្លែងនេះវាដូចទៅនឹងការឧទាហរណ៍នៅលេខ27ហើយតែឡាsưចង់យកតំណេះមកអានម្ដងទៀតដើម្បីយើងយល់ថានេះយើងចំណាំអញ្ចឹងហ្មងបាទគឺយើងមិនអានថាយ៉ាន់ទេអានថាយៀនអញ្ចឹងណាដែលគេផ្លាស់ប្ដូរស្រៈអ៊ីនិងអក្សរវាយហ្នឹងវាដូចគ្នាចឹងគេលុបចោលចឹងអានថាយៀនបាទតោះចាប់ដើមប្រកបយីយ៉ានសំឡេងទី1យ៉ានយីអានសំឡេងទី2យ៉ានយីអានសំឡេងទី3យ៉ានយីអានសំឡេងទី4យ៉ានយីអានសំឡេងទី5យ៉ានបាទអូខេចឹងមើលលេខ37បាទហ្នឹងអានថាវាយបាទអានថាវាយតែម្ដងបាទចឹងបើយើងសាក់ពេញគេគឺមានអ៊ូពីមុខចឹងគេសម្រួលចោលសល់តែ W ឯងចឹងអានថាវាយយើងអានស្ដាប់វាយបាទវាមិនអីជាខុសទេបាទតើចាប់បានប្រកបវូអាយវាយសំឡេងទី1វាយបាទវូអាយវាយសំឡេងទី2វាយបាទវូអាយវាយសំឡេងទី3វាយ
vu i y សំឡេងទី4 y vu i y សំឡេងទី5 y បាទពាក្យថ្នាក់ទី38បាទយើងមើលអក្សរ w បាទ w នេះបើយើងសរសេរត្រៃពេញគឺវាមាន u មុខទៀតបាទចេះគេលុបចោលបាត់ហើយនៅសល់តែ w ទេអក្សរតែសរ u ទេចេះអានមក w បាទ w សំឡេងទី1 w បាទ w o សំឡេងទី2 w w o សំឡេងទី3 w បាទ w o សំឡេងទី4 w w o សំឡេងទី5 w បាទអញ្ចឹងដល់ស្រៈចុងក្រោយគឺលេខ39បាទគឺយើងអានថាស្រៈវងបាទស្រៈវងស្រៈវងនេះគឺវាប្រកបភ្ជាប់តែម្ដងបាទបើយើងស្រេស្រៈវាពេញគឺវាមានអ៊ូវិមុខបាទតែគេសម្រួលចោលបាត់ហើយនៅសល់តែអក្សរអ៊ូទេបាទចឹងអានយកមកបាទវងសំឡេងទី1វងបាទវងសំឡេងទី2វងវងសំឡេងទី3វងវងសំឡេងទី4វងបាទវងសំឡេងទី5វងបាទអូខេអ្នកគ្នាបាទអញ្ចឹងស្រៈទូលស័ព្ទផ្សំយើងចាប់ពីភាគ1ដល់ភាគ3នេះគឺចប់លេខបរិបូរណ៍ហើយតែយើងនៅថ្នាក់មួយទៀតគឺគេហៅថាស្រៈពេញទូស្រៈដែលវាមានការអានដោយចំណាំតែម្ដងគឺយើងមិនមានការប្រកបទេថ្នាក់ហ្នឹងណាអូខេអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូទី4ដើម្បីយើងបញ្ចប់នៅការសិក្សាទាក់ទងនឹងព្យញ្ជននិងស្រៈបាទដែលខ្លាចជា pin in ហ្នឹងបាទអូខេ谢谢大家再见